សូមជម្រាបសួរប្រិយមិត្តទាំងអស់នេះគឺជាអត្ថបទ2របស់សារព័ត៌មានមួយដែលផ្សាយពីប្រទេសកម្ពុជាគឺខ្មែរ Times ហើយនិងអត្ថបទមួយទៀតរបស់កាសែត Khawsod របស់ប្រទេសថៃខ្ញុំសូមដកសងអត្ថបទទាំងពីររបស់សារព័ត៌មានទាំងពីរដែលមួយនៅកម្ពុជាមួយនៅថៃពាក់ព័ន្ធនឹងបញ្ហាតែមួយគឺខាងមន្ត្រីរបស់កម្ពុជាហើយនិងអ្នកការទូតរបស់ថៃបានប៉ះទង្គិចគ្នាដោយពាក្យសម្ដីនៅឯវេទិការបស់អង្គការសហប្រជាជាតិស្ដីពីការអភិវឌ្ឍហៅថាវេទិកា ECOSOC ពាក់ព័ន្ធជាមួយនឹងចំនួនតាមព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃដែលប៉ះពាល់ទៅដល់ការអភិវឌ្ឍបាទជាដំបូងនេះគឺខ្ញុំសូមដកស្រង់ទូទេណាមិនទាំងអស់ទេពីកាសែតខ្មែរ Times បើយោងតាមកាសែតខ្មែរ Times បានរាយការណ៍ថាកម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការឈ្លានពានម្ដងហើយម្ដងទៀតនិងសកម្មភាពឈ្លានពានរបស់ប្រទេសថៃដោយព្រមានថាចំនួនប្រដាប់អាវុធដែលកំពុងបន្តបានបង្កឲ្យមានទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់មនុស្សនិងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរបស់ប្រទេសកម្ពុជានេះជាសេចក្តីថ្លែងការណ៍មួយរបស់មន្ត្រីកម្ពុជាដែលបានធ្វើឡើងនៅឯវេទិការបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមន្ត្រីរូបនោះគឺលោកជូអេងលោកជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលលោកបានមានប្រសាសន៍ថាចំនួននេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង100នាក់នៅក្នុងប្រទេសកម្ពុជានិងការផ្លាស់ប្ដូរទីលំនៅរបស់ជនស៊ីវិលជាង65,000នាក់លោកជូហេងបានបន្ថែមថាជនភៀសសឹកជាច្រើនប្រឈមមុខនឹងការខាតបង់លំនៅឋានការទទួលបានសេវាកម្មជាមូលដ្ឋានមានកម្រិតនិងការព្រួយបារម្ភអំពីសុវត្ថិភាពខណៈដែលសាលារៀនចំនួន48ហើយនិងមជ្ឈមណ្ឌលសុខភាពចំនួន22នៅតែបិទទ្វារនៅទូទាំងខេត្តដែលរងផលប៉ះពាល់លោកជូហេងបានពិពណ៌នាអំពីស្ថានភាពនេះថាជាបញ្ហាប្រឈមដ៏ស្រួយស្រាលនិងកាន់តែធ្ងន់ធ្ងរដែលបណ្ដាលមកពីការឈ្លានពានតាមព្រំដែននិងចំនួនប្រដាប់អាវុធជាបន្តបន្ទាប់ដែលផ្ដួចផ្ដើមឡើងដោយប្រទេសថៃចាប់តាំងពីឆ្នាំ2025មកដែលបានធ្វើឲ្យខូចខាតដល់សមត្ថភាពរបស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តការបដិញ្ញាចិត្តអភិវឌ្ឍប្រទេសរបស់ខ្លួនសេចក្តីថ្លែងការណ៍នេះក៏បានគូបញ្ជាក់ពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរដោយកត់សម្គាល់ថាការបិទព្រំដែននិងការរំខានដល់ពាណិជ្ជកម្មនិងទេសចរបានធ្វើឲ្យការងើបឡើងវិញរបស់ប្រទេសកម្ពុជាយឺតយ៉ាវជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូលខណៈដែលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាប់គាំងនិងចំនួនអ្នកមកទស្សនាប្រទេសកម្ពុជានោះបានធ្លាក់ចុះលោកបានមានប្រសាសន៍បន្ថែមថាចំនួននេះបានបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាបង្វែរធនធានសាធារណៈដែលមានកម្រិតនឹងឆ្ពោះទៅរកការឆ្លើយតបមនុស្សធម៌វិញដោយការកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធនិងការការពារជាតិជាងការវិនិយោគលើវិស័យសុខាភិបាលការអប់រំនិងការការពារសង្គមក្រោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិលោកជូហេងបានកត់សម្គាល់ថាប្រទេសកម្ពុជាបានបន្តដំណោះស្រាយដោយសន្តិវិធីស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដោយលោកបន្ថែមថាបទជបាញ់បានចូលជាធរមានចាប់តាំងពីថ្ងៃទី27ខែធ្នូឆ្នាំ2025ទោះបីជាឧបទ្ទវហេតុកើតឡើងម្ដងម្កាលក៏ដោយនេះគឺជាអ្វីដែលខាងសារព័ត៌មានខ្មែរ Times បានរាយការណ៍ហើយខ្ញុំសូមដកស្រង់តែប៉ុណ្ណេះខ្មែរ Times គាត់រាយការណ៍វិញណាប៉ុន្តែខ្ញុំសូមជូនតែប៉ុណ្ណេះដោយឡែកប្រទេសថៃវិញបាទគឺតាមរយៈកាសែត Khawsod ដែលចេញផ្សាយនៅថ្ងៃទី23ខែមេសាហ្នឹងក៏បានបញ្ជាក់ផងដែរថាថៃបានប្រាប់ទៅដល់វេទិកាអភិវឌ្ឍអង្គការសហប្រជាជាតិថាការវាយប្រហារឆ្លងព្រំដែនពីប្រទេសកម្ពុជាក្នុងឆ្នាំ2025បានបណ្ដាលឲ្យមានជនស៊ីវិលស្លាប់ចំនួន19នាក់របួស51នាក់និងបង្ខំឲ្យប្រជាជនជាង40,000នាក់រត់គេចចេញពីលំនៅឋានរបស់ពួកគេ
សេចក្តីថ្លែងការណ៍របស់ខាងទូតថៃនេះគឺត្រូវបានថ្លែងកាលពីថ្ងៃទី22ខែមេសាឆ្នាំ2026ក្នុងអំឡុងពេលវេទិកាស្តីអំពីការអភិវឌ្ឍសង្គមគីហៅថា ECOSOC នឹងស្តីអំពីហេរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលប្រទេសថៃបានសារព័ត៌មានចាត់ទុកថាថៃបានអនុវត្តសិទ្ធិឆ្លើយតបរបស់ខ្លួនបន្ទាប់ពីសន្ទរកថារបស់គណៈប្រតិភូរបស់កម្ពុជាបើយោងតាមសេចក្តីថ្លែងការណ៍នោះគឺដែលបានបង្ហោះដោយស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិគឺឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់ថៃគឺលោកឈើតឆៃឆៃវ៉ាតបានថ្លែងថាប្រទេសថៃបានគ្រប់គ្រងជាប់លាប់ចំពោះការកសាងសន្តិភាពការអភិវឌ្ឍរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយរួមទាំងក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនិងតាមរយៈការធ្វើសមាហរណកម្មឡើងវិញក្រោយចំនួនទៅក្នុងតំបន់អាស៊ាននិងសេដ្ឋកិច្ចពិភពលោកបានលើកឡើងពីជំនួយយូរអង្វែងរបស់ប្រទេសថៃចំពោះប្រទេសកម្ពុជារួមទាំងការទទួលយកជនភៀសខ្លួនមួយចំនួនធំក្នុងអំឡុងពេលនៃចំនួនក្នុងទសវត្សរ៍ឆ្នាំ1970និង80ក៏ដូចជាការផ្ដល់ជំនួយអភិវឌ្ឍជំនួយបច្ចេកទេសនិងអាហារូបករណ៍ជាង$17លានសហរដ្ឋអាមេរិកចាប់តាំងពីជំងឺរាតត្បាត COVID-19 មកបាទដូច្នេះថៃសម្រាប់វងកញ្ចក់ដូច្នេះថៃគាត់និយាយឡើងវិញនៅអ្វីដែលគាត់ធ្លាប់បាននិយាយក្នុងពេលកន្លងមកថាគាត់មានគុណទៅលើប្រទេសកម្ពុជាណាបាទសារព័ត៌មានខៅសូតបានបន្ថែមថាទោះជាយ៉ាងណាក៏ដោយលោកបាននិយាយថាការវិវត្តថ្មីបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែតានតឹងលោកឯកអគ្គរដ្ឋទូតឈើតឆៃបាននិយាយថាប្រទេសកម្ពុជាបានធ្វើការវាយប្រហារដោយអាវុធដោយគ្មានការបង្កហេតុនិងមិនរើសអើងទៅលើទឹកដីថៃកាលពីខែកក្កដានិងខែធ្នូឆ្នាំ2025ដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសលើជនស៊ីវិលនិងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំបាទដូច្នេះគឺបើតាមសេចក្តីរាយការណ៍របស់កាសែតខៅសូនេះគឺទូតថៃក៏ចោទថាគឺកម្ពុជាជាអ្នកបង្ករឿងមុនទៅវាគាត់មុនដោយគាត់មិនបានមកអុចអាលអីទេបាទនេះជាសេចក្តីរាយការណ៍ដោយដកសងទូតនឹងបាទខ្ញុំសូមបើកវងកញ្ចក់និយាយបន្តិចគឺបាទបើសិនជាខ្ញុំសង្កេតមើលក្នុងពេលកន្លងមកមិនថាកាន់ជើងកម្ពុជាអីទេគឺលឺសូតាមេតបថៃបាទតាំងពីជំនាន់លោកផាត់ឃ្លាំងផាត់អីមកគឺមួយម៉ាត់ណាក៏និយាយពីរឿងវាយកម្ពុជាមួយម៉ាត់ណាក៏ត្រៀមកម្លាំងវាយសូម្បីតែឥឡូវនេះក៏ថៃនៅតែនិយាយប្រើពាក្យថាវាយកម្ពុជាក៏ប៉ុន្តែទូតគាត់ទៅនិយាយដូចជាគាត់នឹងមិនបាននិយាយមិនបានបង្កហេតុមិនបានអុចអាលអីទេគឺខ្មែរទៅវាយឆ្លងដែនចូលដល់ដីគាត់ក្នុងខណៈពេលដែលកុងតឺន័រយើងឃើញចូលមកក្នុងទឹកដីកម្ពុជាលួចបន្លាចូលមកក្នុងទឹកដីកម្ពុជាបាទនេះគ្រាន់តែបង្ហាញប្រិមិត្តឲ្យដឹងកន្លែងហ្នឹងប្រិមិត្តទាំងអស់គ្នាដឹងបាទទៅហើយប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមទៀតថាអ្វីដែលជាការពិតនិងអ្វីដែលទូតថៃទៅនិយាយប្រាប់អន្តរជាតិហ្នឹងគឺវាមិនស៊ីសង្វាក់គ្នានេះទេបាទសម្បត្តិវងកញ្ចក់វិញសូមបន្តទៀតបាទកាសែតខៅសូតបានបន្ថែមទៀតថាគឺការវាយប្រហាររបស់កម្ពុជានេះគឺបានឆក់យកជីវិតជនស៊ីវិលចំនួន19នាក់របួស51នាក់និងធ្វើឲ្យប្រជាពលរដ្ឋ40,000នាក់ផ្លាស់ទីលំនៅហើយនឹងប៉ះពាល់ទៅដល់មន្ទីរពេទ្យជាង400កន្លែងបាទ400កន្លែងដូចជាច្រើនណាស់ណាហើយដូច្នេះប្រទេសថៃនឹងទៅបង្ខំចិត្តធ្វើសកម្មភាពការពារខ្លួនក្រោមមាត្រា51នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគឺគាត់ប្រសិទ្ធការពារខ្លួនរបស់គាត់ក៏និយាយចឹងលោកក៏បានលើកឡើងពីការព្រួយបារម្ភអំពីការដាក់មីននៅតាមតំបន់ព្រំដែនផងដែរដោយលោកនិយាយថាប្រទេសកម្ពុជាទោះបីជាទទួលបានជំនួយអន្តរជាតិសម្រាប់ការដោះមីនក៏ដោយក៏បានបន្តដាក់មីនថ្មីដែលកំហិតដល់សកម្មភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍឆ្លងដែនឯកអគ្គរដ្ឋទូតថៃរូបនេះបានអះអាងបន្ថែមថាប្រទេសកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលបង្កើតសាច់ប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំដែលរួមមានការខាតបង់ដែលរួមចំណែកដល់ការខាតបង់ផ្នែកហិរញ្ញវត្ថុរសកលនិងការជួញដូរមនុស្សទោះបីជាការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅក្នុងសេចក្តីថ្លែងការណ៍ក៏ដោយបាទសូម្បីតែគាត់និយាយអញ្ចឹងទៅគឺកាសែតខៅសូនហ្នឹងគាត់និយាយអញ្ចឹងគាត់ថាទោះបីជាការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅក្នុងសេចក្តីថ្លែងការណ៍ក៏ដោយចឹងបានន័យថាគឺសូម្បីកាសែតខៅសូនហ្នឹងក៏គាត់ថាអ្វីដែលទូតនិយាយហ្នឹងគឺវាលើកមកវិជ្រុលពេកដោយ
មិនទាន់មានអ្នកណាផ្ទៀងផ្ទាត់បានទេអ្វីដែលគាត់បានលើកឡើងនោះបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចងក្រងពីកាសែតខ្មែរ Times ហើយនិងកាសែត Council របស់ថៃដែលការប៉ះសម្ដីគ្នាទៀតហើយនៅវេទិការបស់អង្គការសហប្រជាជាតិដែលខាងភាគីកម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិដើម្បីបង្ហាញនៅករណីដែលរងគ្រោះរបស់ខ្លួនហើយថៃគាត់ចេញមកអះអាងដោយសូត្រដដែលនៅអ្វីដែលគាត់ថាគាត់មានគុណទៅមកលើប្រទេសកម្ពុជានាពេលកន្លងមកបាទសូមអរគុណប្រិមិត្តសូមជម្រាបលា